ចូលដល់វ័យ30ឆ្នាំគឺជាពេលវេលាដ៏ស័ក្តិសមបំផុតក្នុងការរៀបចំគ្រឹះឲ្យបានរឹងមាំសម្រាប់អនាគតនេះគឺជាយោបល់5ចំណុចសំខាន់ដែលគួរពិចារណាធ្វើក្នុងវ័យនេះ 1. រៀបចំផែនការហិរញ្ញវត្ថុឲ្យច្បាស់លាស់ក្នុងវ័យនេះអ្នកមិនគួរគ្រាន់តែរកលុយដើម្បីចាយវាយមួយថ្ងៃនោះទេអ្វីដែលគួរឲ្យធ្វើគឺបង្កើតកញ្ចប់ថវិកាបម្រុងទុកលុយសម្រាប់ករណីអាសន្នយ៉ាងហោចណាស់សម្រាប់ចាយ3ទៅ6ខែវិនិយោគចាប់ផ្ដើមការសិក្សាការវិនិយោគទុនដើម្បីឲ្យលុយបង្កើតលុយមិនថាជាអចលនទ្រព្យភាគហ៊ុនឬអាជីវកម្មផ្សេងៗយកចិត្តទុកដាក់លើសុខភាពជាអាទិភាពរាងកាយក្នុងវ័យ30ឆ្នាំមិនដូចវ័យ20ឆ្នាំឡើយការរំលាយអាហារចាប់ផ្ដើមយឺតជាងមុនពិនិត្យសុខភាពប្រចាំឆ្នាំកុំចាំដល់ឈឺទើបទៅរកពេទ្យហាត់ប្រាណជាប្រចាំវាមិនត្រឹមតែជួយរាងកាយតែថែមទាំងជួយកាត់បន្ថយ stress ពីការងារទៀតផង 3. ពង្រឹងជំនាញវិជ្ជាជីវៈឬរៀនជំនាញទី2ពិភពលោកផ្លាស់ប្ដូរលឿនណាស់ដូច្នេះការឈប់រៀនសូត្រគឺជាការដើរថយក្រោយជំនាញឯកទេសខ្លាចជាអ្នកជំនាញពិតប្រាកដក្នុងវិស័យដែលអ្នកកំពុងធ្វើជំនាញទន់ soft skill ពង្រឹងសមត្ថភាពដឹកនាំការទំនាក់ទំនងនិងការដោះស្រាយបញ្ហាដែលជាតម្រូវការខ្ពស់សម្រាប់តំណែងធំៗ 4. ជ្រើសរើសមនុស្សជុំវិញខ្លួនក្នុងវ័យនេះអ្នកមិនត្រូវការមិត្តភ័ក្តិដើរលេងច្រើនដូចមុនទេប៉ុន្តែអ្នកត្រូវការទំនាក់ទំនងដែលមានគុណភាពចំណាយពេលជាមួយមនុស្សដែលផ្ដល់ថាមពលវិជ្ជមាននិងជួយរុញច្រានអ្នកឲ្យរីកចម្រើនដល់តម្លៃលើពេលវេលាជាមួយគ្រួសារឲ្យបានច្រើន 5. រៀនស្គាល់ខ្លួនឯងនិងរៀននិយាយថាទេភាពចាស់ទុំគឺដឹងថាអ្វីដែលសំខាន់សម្រាប់ជីវិតខ្លួនឯងឈប់ប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃតាមបណ្ដាញសង្គមរៀនបដិសេធចំពោះអ្វីដែលនាំឲ្យខាតពេលវេលាឬប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់អ្នក